តោះបងប្អូនកាត់ទំពាំងទៀតហើយថ្ងៃនេះថ្ងៃទី9ខ្ញុំកាត់ទំពាំងទៀតហើយបងប្អូនបន្ទាប់ពីថ្ងៃទី7មិនិនានោះវាមានធ្លាក់ភ្លៀងមួយមេអញ្ចឹងវាមានរេសំណើមតាមគល់វាហើយទំពាំងក៏ហាក់ដូចជារៀងថ្លោល្អណាស់បងប្អូនហើយបានសើមចេះឆ្នាំនេះបានណយផលកាលខែ2នោះវាមានធ្លាក់ភ្លៀងម្ដងថ្ងៃជាប់គ្នាឥឡូវថ្ងៃ7មិនិនានឹងបានធ្លាក់ភ្លៀងម្ដងទៀតល្អមែនទែនឆ្នាំនេះអាកាសធាតុធ្វើឲ្យទំពាំងខ្ញុំដែលកន្លែងខ្លះដែលអត់មានទឹកដាក់ហ្នឹងគឺបានចេញទំពាំងតមករហូតហើយរៀងថ្លោល្អនៅពេលដែលវាមានភ្លៀងមានសំណើមសើមគល់វាអញ្ចឹងគឺល្អមែនទែននេះថ្ងៃនេះបង្ហាញបងប្អូនអំពីការកាត់ទំពាំងគឺទោះបីយ៉ាងណាគឺទំពាំងខ្ញុំមិនសិតតពូនគល់ថែទាំណាបងប្អូនបានផលប៉ុណ្ណេះឃើញដុះមករៀងថ្លោគូសមដែរដៅប្រាំងយើងវាបានថ្លៃបន្តិចដែរបងប្អូនប៉ុន្តែគាត់ថាមិនបានច្រើនប្រហែលទេបានតិចដែរហ្នឹងកាត់តក់កាត់មួយថ្ងៃលងមួយថ្ងៃណាបងប្អូនកន្លែងនេះវាចេញមកគល់ហ្នឹងវាចេញពីបន្តបន្ទាប់គ្នាបងប្អូនអញ្ចឹងអាណាចេញមុននេះយើងកាត់មុនអញ្ចឹងទៅហើយអាណាចេញមកក្រោយវានៅមិនទាន់ធំក៏យើងទុកកាត់ក្រោយអញ្ចឹង